ចាប់ផ្ដើមអាជីវកម្មភ្លាមបរាជ័យភ្លាមតើយើងក៏បន្តជោគវាសនាឬក៏បន្តទេវតាចឹងនេះគឺជាដំណើរស្រាយដែលពួកយើងបានទៅសម្ភាសផ្ទាល់ទៅកាន់អ្នកលក់ដែលគាត់លក់នៅក្នុងផ្សារចំណុចទី1ហ្នឹងគឺ fashion trend ហ្នឹងគឺវាផ្លាស់ប្ដូរលឿនពេកដែលធ្វើឲ្យអ្នកលក់ហ្នឹងគាត់ពិបាកក្នុងការតាមអញ្ចឹងគាត់ត្រូវយកម៉ូដថ្មីហ្នឹងមកជាបន្តបន្ទាប់អញ្ចឹងម៉ូដចាស់ហ្នឹងវាត្រូវកប់ចោលហើយចំណុចទី2ហ្នឹងគឺអ្នកទិញក៏ពិបាកក្នុងការរកតូបរបស់អ្នកលក់មួយអញ្ចឹងអ្នកលក់ក៏មានផលពិបាកដែរហើយសម្រាប់កៅអៅខ្លះគឺវាមានម៉ូដស្រដៀងគ្នាប៉ុន្តែតម្លៃវិញក៏វាខុសគ្នាទៅតាមនឹងវាដូចជារបស់មួយ fake មួយទៀតស៊ីនអញ្ចឹងមួយទៀតវិញគឺអ្នកទិញហ្នឹងគាត់ចូលចិត្តមើលហើយនឹងសួរប៉ុន្តែគាត់បានទិញអីទាំងអស់សម្រាប់ problem validation វិញគឺយើងបានទៅសម្ភាសហ្នឹងភាគច្រើនគឺគាត់មានបញ្ហាទៅលើការតាមនៅក្នុងការដែល fashion ហ្នឹងគឺវាផ្លាស់ប្ដូរលឿនពេកហើយចំណុចមួយទៀតហ្នឹងគឺអ្នកទិញហ្នឹងគាត់អត់ស្គាល់កន្លែងបន្ទាប់គឺ style ហ្នឹងវាដូចគ្នាប៉ុន្តែតម្លៃហ្នឹងគឺវាខុសគ្នាហើយចំណុចចុងក្រោយហ្នឹងគឺអ្នកទិញគាត់គ្រាន់តែមើលប៉ុន្តែគាត់អត់ទិញ solution របស់យើងគឺយើងបានបង្កើតជា app មួយដើម្បីឲ្យអ្នកលក់ហ្នឹងគាត់អាចបញ្ចូលទំនិញរបស់គាត់ទៅក្នុង app បន្ទាប់មកជួយឲ្យអ្នកលក់ហ្នឹងគាត់អាចលក់ងាយស្រួលជាងមុនហើយនឹងទាន់សម័យសម្រាប់អ្នកទិញវិញគឺគាត់អាចទិញគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាយើងបង្កើត app ហ្នឹងឡើងដើម្បីឲ្យអ្នកលក់ហ្នឹងគាត់អត់ចំណាយពេលច្រើននៅក្នុងការនិយាយច្រើនទៅកាន់អ្នកទិញរបស់គាត់ណាមួយទៀតអ្នកទិញក៏គាត់អាចងាយស្រួលនៅក្នុងការទិញហើយអ្នកលក់ហ្នឹងក៏អត់ចាំបាច់មានតូបឬក៏ហាងដែលតម្រូវគាត់មានកន្លែងដែរ target របស់យើងគឺសម្រាប់អ្នកដែលបង្កើតអាជីវកម្មថ្មីសម្រាប់ page គឺអាចទាំងប្រុសទាំងស្រីនិងអាយុចន្លោះពី23ដល់45ឆ្នាំនេះគឺជា prototype របស់យើង value proposition របស់យើងនឹងធ្វើឲ្យវាមានភាពងាយស្រួលទាំងសងខាងសម្រាប់អ្នកលក់និងអ្នកទិញហើយអ្នកទិញគាត់ក៏អាច rate និង review product ដែលមានទំនុកចិត្តផងដែរmarket validation នេះវិញគឺយោងតាមទីផ្សារសម្ភារៈពាក់នៅកម្ពុជាយើងវានឹងអាចកើនដល់ $15.5 billion ក្នុងឆ្នាំ2025ដែលវាមានអត្រាបរិយាប្រចាំឆ្នាំហ្នឹងគឺ 3.55% ចាប់ពី2025ដល់2029អញ្ចឹងវាបង្ហាញថាទីផ្សារហ្នឹងកាន់តែមានស្ថិរភាពនិងមានសក្តានុពលដើម្បីឲ្យយើងហ្នឹងបង្កើត app ហ្នឹងចេញមកបានសម្រាប់ដៃគូប្រកួតប្រជែងរបស់យើងគឺយើងបានជ្រើសរើសយក app មួយដែលមានឈ្មោះថា Depop ដែលយើងគឺមានភាពងាយស្រួលក្នុងការប្រើប៉ុន្តែរបស់គេអត់ទេហើយមួយទៀតគឺយើងធ្វើឲ្យចំណេញពេលវេលាសម្រាប់ដៃគូសហការរបស់យើងគឺមានដូចជាអ្នកលក់និង online payment មួយចំនួនដូចជា FBA និង Aclida ជាដើមកម្រងរបស់យើងដែលតទៅមុខទៀតគឺ short term គឺយើងនឹងមានជាការចាប់ផ្ដើមដំណើរការ MVP របស់យើងហើយនឹងតាក់ទាញអ្នកប្រើបានកាន់តែច្រើនទាំងអ្នកលក់និងអ្នកទិញហើយយើងនឹងទទួល feedback ទាំងអស់ដើម្បីមក improve app របស់យើងសម្រាប់ medium term គឺយើងនឹងគម្រោងនឹងពង្រីកទៅកាន់ទីក្រុងនិងតំបន់ប្រជុំជនមួយចំនួនហើយយើងនឹងបន្ថែមនៅអ្នកលក់និង product ឲ្យកាន់តែច្រើនទៀតសម្រាប់ long term វិញគឺយើងនឹងពង្រីកអាជីវកម្មហ្នឹងឲ្យទូលំទូលាយទៅកាន់ក្រៅប្រទេសហើយយើងនឹងសហការជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូន3មួយចំនួនទៀតអរគុណសម្រាប់ការទស្សនា